បាទសួស្តីបងប្អូនតើឥឡូវវីដេអូយើងមកទៀតហើយណាបាទហើយបងប្អូនទៅទស្សនាបាទអក្សរឆ្លាក់បាទខេត្តបាត់ដំបងនៅវិមានឯករាជ្យណាបាទយើងតវីដេអូម្សិលមិញបាទម្សិលមិញយើងអត់តាន់បានមើលអក្សរឆ្លាក់បាទវិមានឯករាជ្យបាទគេសរសេរប៉ុណ្ណាណីណាបាទអូខេហើយបងប្អូនប្រជាពលរដ្ឋយើងបាទគាត់មកលក្ខណៈថាកំសាន្តមកមើលទេសភាពបាទនៅសួនណាបាទសួនចិត្តមានឯករាជ្យណាបាទហ្នឹងហើយបាទឃើញស្អាតមែនតើអត់មានសម្រាប់នេះមើលទៅមកស្រឡះឆេងហ្មងណាបាទស្រឡះបាទគឺចង់កូចគុណបាទចង់មើលណាបាទហើយអ្នកមានគូស្នេហ៍បាទមានសង្ស័យនាំមកមើលក៏សប្បាយចិត្តដែររ៉ូមែនទិកណាបាទអ្នកមានគ្រួសារប្តីប្រពន្ធនេះបាទយើងមកទៅបាទមានកូនមានចៅមកលេងនៅសួនហ្នឹងណាគេដាក់សួនវិមានឯករាជ្យបាទខេត្តបាត់ដំបងបាទគេអក្សរឆ្លាក់ប៉ុណ្ណាណីណាបាទគឺស្អាតមែនទែនបាទថតឲ្យបងប្អូនទស្សនាបាទហើយក៏ឃើញរូបសំណាកបាទពោះអ្នកករាជ្យណាបាទគឺប៉ុណ្ណាណីពូមាសណាបាទឃើញហើយគឺស្អាតហ្មងណាបាទនេះឲ្យឃើញបងប្អូនយើងកំពុងតែដើរហាត់ប្រាណបន្តទៀតណាបាទនេះក្មេងៗគាត់មកលេងច្រើនដែរបងប្អូនយើងបាទឃើញថតស៊ីហ្វីរូបលេងអញ្ចឹងទៅណាបាទអូខេហើយគេរៀបចំស្អាតមែនតើនៅសួនបាទវិមានឯករាជ្យណាបាទគឺស្អាតណាបាទអូខេរៀបចំមកគឺចង់លេងហ្មងណាបាទនេះក្មេងៗកំពុងថតរូបណាបាទកន្លែងស្អាតអញ្ចឹងណាបាទអូខេហើយឃើញលោកពូមានកូនង៉ែតទូចម្នាក់ដែរណាបាទខ្ញុំពងរួមពោះឲ្យមើលបាទនេះកូនក្មេងនេះបាទឃើញអ្នកមិញគាត់ដើរក៏ស្មានតែម៉ាក់អូនម៉ាក់គេណាបើខំតាមក៏ពិតមែនទេប៉ាដល់ម៉ែនេះកូនម៉ែនេះម៉ែនេះផ្សេងទេបាទគេស្មានម៉ាក់គេអញ្ចឹងណាបាទហ្នឹងហើយបាទគឺស្អាតមែនតើបាទសួននៅវិមានឯករាជ្យគេឡើងអ្នកតនេអ្នកមានគូអ្នកមានកូនក្រុមគ្រួសារនាំគ្នាមកលេងវាមានឯករាជ្យនៅបាត់ដំបងមកគឺសប្បាយពេលយប់ហើយស្អាតទៀតមានភ្លើងពណ៌មានអីចឹងណាបាទអរគុណវីដេអូមានតែប៉ុណ្្នឹងទេបាទជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន